តែចាក់ចោលចំណាយពេលតិចប៉ុន្តែទទួលបានលទ្ធផលពីការរៀនឬក៏ការងារយើងច្រើនជាងមុនអត់នេះគឺជាអានកម្លាំង2ដែលខ្ញុំបានរៀនពីសៀវភៅ Deep Work និពន្ធដោយលោក Cal Newport មេរៀនទី1គុណភាពគឺបានមកពីជំរឿនៃការផ្ចង់អារម្មណ៍របស់យើងពេលខ្លះមិនបានន័យថាឲ្យតែយើងចំណាយពេលច្រើនលើការសិក្សាការងារឬក៏ជំនួញរបស់យើងដឹងតែយើងបានលទ្ធផលល្អនោះទេអ្នកខ្លះធ្វើការរាប់ម៉ោងប៉ុន្តែលទ្ធផលចេញមកពិបាកទទួលយកបើអ្នកខ្លះវិញគេធ្វើការតែមួយផ្លែតព្រឹបប៉ុន្តែចេញមកគឺស្អាតភ្លឹងអញ្ចឹងនៅក្នុងសៀវភៅ Deep Work និពន្ធដោយលោក Cal Newport ហ្នឹងគឺគាត់បានលើកឡើងថាគុណភាពនៃការងាររបស់យើងគឺស្មើនឹងជំរឿនៃការផ្ចង់អារម្មណ៍របស់យើងគុណនឹងពេលវេលាដែលយើងចំណាយលើវាហើយចង់និយាយថាពេលវេលារបស់យើងគឺមានកំណត់ម្នាក់មួយថ្ងៃមានតែ24ម៉ោងដូចគ្នាដូច្នេះអីដែលយើងអាចធ្វើបានគឺយើងពង្រឹងការផ្ចង់អារម្មណ៍របស់យើងនៅពេលដែលយើងធ្វើការនៅពេលដែលយើងរៀនឬក៏នៅពេលដែលយើងដឹកនាំអាជីវកម្មរបស់យើងចាអញ្ចឹងជំហានទី1គឺយើងត្រូវបែងចែករវាងសកម្មភាពណាដែលយើងចាត់ទុកថាជាសកម្មភាពស៊ីជម្រៅហើយនិងសកម្មភាពណាដែលយើងថាសកម្មភាពដែលរាក់ៗដើម្បីបែងចែកបានយើងគួរមើលគោលដៅយើងសិនអញ្ចឹងគោលដៅក្នុងការធ្វើអាជីវកម្មគោលដៅនៃការងារឬក៏គោលដៅរៀនរបស់យើងនៅក្នុងឆ្នាំហ្នឹងយើងចង់បានអីគេហើយអញ្ចឹងក្នុងសកម្មភាពដែលយើងធ្វើយើងថឹងថ្លែងមើលតើសកម្មភាពណាខ្លះដែលវាជួយគ្រប់គ្រងដល់គោលដៅហ្នឹងបានន័យថាបើយើងធ្វើវាបានល្អយើងនឹងដល់គោលដៅហ្នឹងលឿនជាងមុនហើយអញ្ចឹងសកម្មភាពផ្សេងៗដែលអត់រាប់ចូលក្នុងហ្នឹងទេយើងអាចចាត់ទុកវាថាជាការងារដែលរាក់ៗមកដល់កន្លែងនេះខ្ញុំចង់លើកពី the 80-20 rule អាហ្នឹងគេបានសង្កេតឃើញថាអញ្ចឹងមនុស្សយើងលទ្ធផល 80% បានថា 80% នៃលទ្ធផលដែលយើងទទួលបានគឺបានមកពីសកម្មភាពតែ 20% ដែលយើងធ្វើឯងហើយដូចគ្នាផងដែរសកម្មភាពដែលយើងធ្វើ 80% វានាំឲ្យលទ្ធផលបានតែ 20% ទេអញ្ចឹងហើយបានជាអ្នកខ្លះដែលគាត់ធ្វើការច្រើននោះច្រើនប៉ុន្តែឃើញលទ្ធផលមកដូចតិចណាស់អាចនឹងដោយសារគាត់ផ្ដោតលើការងារ 80% ដែលមិនសូវចាំបាច់អញ្ចឹងវានាំឲ្យមានលទ្ធផលតែ 20% នឹងឯងតែអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ការខ្ញុំធ្វើជាម្ចាស់ក្រុមហ៊ុននៅអាជីវកម្មចាស់របស់ខ្ញុំណាអញ្ចឹងសកម្មភាពទី1គឺការកំណត់យុទ្ធសាស្ត្រអាជីវកម្មឬក៏មាតិកាដែលយើងត្រូវធ្វើក៏ដូចជាស្រាវជ្រាវបន្ថែមតែតោះនឹងមាតិកាទាំងអស់ហ្នឹងសកម្មភាពទី2គឺការរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជនរបស់យើងហើយសកម្មភាពទី3គឺរក្សាទំនាក់ទំនងល្អជាមួយទស្សនិកជនរបស់យើងអញ្ចឹង3សកម្មភាពហ្នឹងគឺជាសកម្មភាពដែលសំខាន់មែនតើដែលត្រូវតែឲ្យខ្ញុំធ្វើប៉ុន្តែក្នុងនាមជាម្ចាស់អាជីវកម្មការងារមិនមែនមានតែ3ហ្នឹងទេគឺមានរាប់រយចម្ពោះត្រូវឆែកបងត្រូវឆែកលុយចេញចូលត្រូវធ្វើ HR ត្រូវដោះស្រាយបញ្ហាដែលកើតឡើងជាប្រចាំថ្ងៃអញ្ចឹងទៅដូចជាពេលខ្លះអ៊ីនធឺណិតយើងខូចអីអញ្ចឹងទៅការងារទាំងអស់ហ្នឹងគឺមិនរាប់ជាការងារ snow ទេប៉ុន្តែយើងត្រូវតែដោះស្រាយដដែលក្នុងនាមជាម្ចាស់អាជីវកម្មពេលនោះខ្ញុំព្យាយាមធ្វើយ៉ាងណាបន្ថយពេលវេលាដែលខ្ញុំចំណាយលើសកម្មភាពទាំងអស់ហ្នឹងដូចជាជួលគេមកជួយដោះស្រាយឲ្យអញ្ចឹងឬក៏មួយទៀតគឺខ្ញុំចូលចិត្តធ្វើការជាមួយនឹងដៃគូពាណិជ្ជកម្មដែលគាត់ងាយស្រួលធ្វើការជាមួយគ្នាហើយគាត់ជួយដោះស្រាយបញ្ហាហ្នឹងឲ្យយើងដល់ឲ្យយើងស្មុគស្មាញចាអ្នកខ្លះអាចគិតថាអ៊ីនធឺណិតវាគ្រាន់ជាផ្នែកតូចមួយនៃអាជីវកម្មទេប៉ុន្តែតាមពិតវាជាផ្នែកមួយដ៏សំខាន់នៃអាជីវកម្មខ្នាតតូចហើយនិងខ្នាតមធ្យមនៅក្នុងសម័យនេះជាពិសេសពេលដែលយើងចង់បានអ៊ីនធឺណិតដែលមានល្បឿនលឿនថេរហើយមានក្រុមការងារចាំ support 24 ម៉ោង 7 ថ្ងៃក្នុងមួយសប្តាហ៍ដូចជាសេវាកម្មអ៊ីនធឺណិតរបស់ក្រុមហ៊ុន Mekongnet ចាខ្ញុំផ្ទាល់ខ្ញុំបានប្រើសេវាកម្មអ៊ីនធឺណិតរបស់ Mekongnet 2 ឆ្នាំជាងមកហើយតាំងខ្ញុំមកនៅផ្ទះថ្មីនេះហើយវាមានពេលដែលកើតបញ្ហាដែរទោះបីជាយូរម្ដងយ៉ាងណាក៏ដោយប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញណាពេលដែលមានបញ្ហាគឺប៉ុន្តែប្រាប់គេគឺគេមកដោះស្រាយឲ្យយើងហ្មងហើយមានក្រុមការងារចាំ follow up រហូតដល់រឿងនឹងដោះស្រាយចប់ទើបគេអស់ចិត្តតែយើងធ្វើបែបនេះហើយពិតជាចំណេញពេលវេលាហើយចំណេញទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្មមែនតើដែលយើងអាចយកពេលវេលាហ្នឹងយកកម្លាំងហ្នឹងទៅផ្ដោតលើការងារ snow ធ្វើឲ្យអាជីវកម្មយើងកាន់តែលូតលាស់កាន់តែល្អជាងមុនមេរៀនទី2របៀបធ្វើការងារស៊ីជម្រៅនៅពេលដែលយើងបែងចែកហើយថាសកម្មភាពណាដែលយើងគួរតែផ្ដោតអារម្មណ៍ច្រើនអ្នកនិពន្ធ Cal Newport គាត់ឲ្យយើងកំណត់3សំណួរទៀតទី1ថាតើយើងចង់ធ្វើការងារស៊ីជម្រៅហ្នឹងពេលណាហើយយូរប៉ុណ្ណាទី2តើយើងចង់ធ្វើវានៅកន្លែងណាហើយទី3តើយើងចង់មានកត្តាអីគេខ្លះដើម្បីជួយ support ជួយគ្រប់គ្រងឲ្យយើងធ្វើការងារហ្នឹងបានស៊ីជម្រៅចាអញ្ចឹងជាឧទាហរណ៍ផ្ទាល់ដើម្បីងាយយល់ការខ្ញុំធ្វើជាម្ចាស់អាជីវកម្មហ្នឹងខ្ញុំបានកក់ពេលព្រឹកថ្ងៃដែលខ្ញុំទៅធ្វើការទៅមើល business ហ្នឹងពេលព្រឹកពីម៉ោង 8 កន្លះដល់ម៉ោង 12គឺខ្ញុំព្យាយាមអត់ទៅជួប meeting ខ្ញុំព្យាយាមអត់ធ្វើអីក្រៅពីការងារ3ដែលខ្ញុំបានលើកមិញហ្នឹងឯងជាពិសេសគឺការកំណត់យុទ្ធសាស្ត្រហើយនិងការស្រាវជ្រាវអញ្ចឹងពេលដែលខ្ញុំធ្វើការពេលព្រឹកហ្នឹងគឺខ្ញុំព្យាយាមធ្វើការតាម Pomodoro technique គឺធ្វើការ45នាទីសម្រាប់5-10នាទីអញ្ចឹងទៅហើយព្យាយាមអត់និយាយអត់ meeting អត់ជួបអ្នកគេច្រើនហើយក៏អត់ឆែកទូរស័ព្ទច្រើនដែរបើទីកន្លែងដែលខ្ញុំធ្វើការស៊ីជម្រៅហ្នឹងគឺការិយាល័យរបស់ខ្ញុំហើយកត្តាដែលខ្ញុំព្យាយាមធ្វើដើម្បីគ្រប់គ្រងឲ្យខ្ញុំអាចនៅស៊ីជម្រៅបានហ្នឹងគឺទី
1ខ្ញុំប្រាប់ក្រុមការងារឲ្យច្បាស់ថាពេលព្រឹកហ្នឹងកុំមករំខានបើមានរឿងអីដែលអាចចាំបានចាំពេលថ្ងៃចាំនិយាយគ្នាតែអញ្ចឹងដោយសារការងារខ្ញុំវាត្រូវការស្រាវជ្រាវតាមអ៊ីនធឺណិតច្រើនអញ្ចឹងកត្តាមួយទៀតដែលជួយ support ឲ្យខ្ញុំធ្វើការផ្ចង់អារម្មណ៍បានហ្នឹងគឺការដែលមានអ៊ីនធឺណិតថេលឿនលឿនដូចជាអ៊ីនធឺណិតកញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Mekongnet អញ្ចឹងដោយសារសម័យនេះហើយការងារក៏ដោយការរកស៊ីក៏ដោយគឺផ្អែកលើអនឡាញច្រើនមែនតើអញ្ចឹងការដែលមានអ៊ីនធឺណិតរលូនគឺវាជួយធ្វើឲ្យការងារយើងក៏ដូចជាក្រុមការងារទាំងមូលរលូនទៅតាមនឹងដែរអញ្ចឹងហើយការងារដែលមិនសូវចាំបាច់ដូចជាខ្ញុំនិយាយមិនអញ្ចឹងឆែកអ៊ីមែលឆែកបងដោះស្រាយបញ្ហាតិចតួចអីហ្នឹងគឺខ្ញុំព្យាយាមដាក់វាមកពេលថ្ងៃធ្វើវិញសម្រាប់អ្នករៀនក៏ដូចគ្នាដែរអាចប្រើរូបមន្តនឹងបានដូចគ្នាពេលខ្លះពេលយើងរៀនដូច 4-5 ម៉ោងអញ្ចឹងប៉ុន្តែសាច់រៀនហ្មងបានតែ1ម៉ោងឯងអា3ម៉ោងទៀតគឺដូរ app ទៅមកអញ្ចឹងអាចនឹងយើងព្យាយាមដាក់កំហិតខ្លួនឯងយើងរើសម៉ោងយើងថាអូយើងរៀន2ម៉ោងអញ្ចឹង2ម៉ោងហ្នឹងគឺយើងព្យាយាមកុំធ្វើអ្វីដែលអត់តាក់ទងនឹងការរៀនគឺអត់ឆែក Messenger អត់ឆែក TikTok អត់ឆែកអីទេកុំយល់ដែរហើយយើងព្យាយាមចង់អារម្មណ៍ទៅលើការរៀនរបស់យើងហ្នឹងរៀនឲ្យពេលខ្លីជាងមុនប៉ុន្តែមានលទ្ធផលល្អជាងមុនហើយចាំយកពេលដែលយើងទៅនេពីការរៀនហ្នឹងយើងយកទៅលេងអីក៏ស្រេចទៅចិត្តយើងទៅគឺកុំលាយឡំវាយើងត្រូវបែងចែកវាដែរចាអញ្ចឹងសរុបមកវិញខ្ញុំគិតថានៅសម័យនេះគឺវាមានរឿងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលទាមទារយើងចាប់អារម្មណ៍លើវាអញ្ចឹងណាដោយហេតុនេះហើយទើបវារឹតតែសំខាន់បើសិនបើយើងចង់សម្រេចគោលដៅអាជីវកម្មគោលដៅការងារឬក៏គោលដៅសិក្សារបស់យើងត្រូវតើមានពេលដែលយើងផ្ចង់អារម្មណ៍លើគោលដៅទាំងអស់ហ្នឹងនៅពេលដែលយើងផ្ដោតអារម្មណ៍ធ្វើការស៊ីជម្រៅទៅលើសកម្មភាពដែលត្រឹមត្រូវដែលសំខាន់សម្រាប់យើងអាចនឹងឃើញលទ្ធផលមកលឿនមែនតើហើយវាលើសពីការដែលយើងរំពឹងទុកទៀតដោយឡែកទោះបីជាយើងជាមនុស្សឆ្លាតប៉ុណ្ណាក៏ដោយតែបើពីមួយថ្ងៃទៅមួយថ្ងៃយើងផ្ចង់អារម្មណ៍លើរឿងបែកសាច់ពេញនឹងរាប់រយរឿងអញ្ចឹងអាចនឹងគោលដៅរបស់យើងនឹងអាចនឹងរៀងយូរឬក៏អាចនឹងលទ្ធផលមិនសូវដូចចិត្តម៉ានទេអញ្ចឹងវីដេអូយើងបានមកដល់ប៉ុណ្្នេះឯងអរគុណច្រើនមែនតើដែលបានមើលមកដល់ត្រឹមនេះសម្រាប់ឆ្នាំថ្មី2026នេះខ្ញុំពិតជា recommend ឲ្យបងប្អូនគិតឡើងវិញណាហើយផ្ដោតអារម្មណ៍ឲ្យខ្លាំងទៅលើការងារឬក៏សកម្មភាពដែលពិតជាសំខាន់សម្រាប់ការងារសម្រាប់អាជីវកម្មសម្រាប់ការសិក្សារបស់យើងហើយនិងសុខភាពរបស់យើងផ្ទាល់ហើយសម្រាប់បងដែលគាត់ជាម្ចាស់អាជីវកម្មខ្ញុំក៏សូម recommend អាចតាក់ទងទៅក្រុមការងារ Mekongnet ដើម្បីជ្រើសរើសកញ្ចប់អ៊ីនធឺណិតណាមួយដែលសមស្របសម្រាប់អាជីវកម្មគាត់ព្រោះឥឡូវពួកគាត់កំពុងមាន promotion 12ខែគាត់ថែមជូន3ខែហើយមានការដំឡើងដោយឥតគិតថ្លៃចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ